ប្រងទេសនាអន្តក្រងពិនបរិស័ទដែលចំខាត់ដោយមោហាឲ្យកើតមានបញ្ញាប្រកបនេះទីនេះហោមានយោបល់មកទៅស្ងប់ស្ងាត់ចិត្តចង់ស្ដាប់សុទ្ធតាមរយៈបញ្ញាបានពីការស្ដាប់ចិត្តតាមរយៈបញ្ញាបានពីការតែរិះពីវនីរយៈបញ្ញាការចម្រើនកុសលធ្វើចិត្តឲ្យរងាប់នៅនិវេរណៈខទាំង5អនុមោទនីនមធរតនតយសាខ្ញុំសូមនមស្ការចំពោះព្រះត្រៃរតន៍មានពុទ្ធរតន1ធម្មរតន1សង្ឃរតន1និងសូមនមស្ការចំពោះលោកគ្រូចន្ទបញ្ញាអភិរណរឿងសវណ្ណសាមជាដល់ទី3ព្រះពុទ្ធជាបរមសាស្តាការគង់នៅក្នុងវត្តចេតពុនទ្រង់ប្រពៃខុសមួយរូបជាអ្នកចិញ្ចឹមមេដាមេដាទ្រង់សម្ដែងវិធរទេសនាកនុមាងឧសនាវិជាដូចនេះជាដើមសេចក្តីថាគុំប្រសិទ្ធិម្នាក់ក្នុងនគរសាមវត្ថីបានឃើញមហាជនប្រុសស្រីទៅដើម្បីស្ដាប់ធម៌ទេសនាក៏ទៅស្ដាប់នឹងគេឃើញទៅក្នុងកាមឃើញអានិសង្ឃក្នុងភេទបព្វជិក៏ចូលទៅសុំភ្នូក្នុងសំណាក់ព្រះសាស្តាព្រះអង្គមានព្រះពុទ្ធកាថាព្រះតថាគតទាំងឡាយមិនដែលបំពោះមេដាកូនដែលមេដាមិនតាន់អនុញ្ញាតទេក៏លបននោះលឺដូច្នោះក៏ថ្វាយបង្គំលាទៅកាន់នៃផ្ទះអាត្មាថ្វាយបង្គំមេដាបេដាសូមលាទៅពោះគ្រានោះមេដាបេដាលឺសំដីកូនហាក់ដូចជានឹងបែកទ្រង់ព្រះព្រោះកូនមានតែមួយប៉ុណ្ណោះមិនព្រមអនុញ្ញាតសោះកូននោះក៏ជាទុកទៅចិត្តអន់ក្បាលចូលលប់អត់អាហារអស់7ថ្ងៃមេដាបេដាភ័យភ័យក៏យកព្រមឲ្យទៅបួសភិក្ខុនោះជាទីប្រប្រាណនៃអាចារ្យនឹងឧបជារៀនធម៌វិន័យអស់វេលា5វស្សារៀនកម្មដ្ឋានក្នុងសំណាក់ព្រះឧបជាលេចេញទៅនៅព្រៃដំចម្រើននៅវិបស្សកម្មដ្ឋានប៉ុន្តែពុំបានសម្រេចគុណពិសេសណាមួយសោះចំណែកខាងមេដាបេដានៃភិក្ខុនោះលោកចំណែកកាយមកខាងក្រោយក៏ធ្លាក់ទៅជាអ្នកកំសត់ទុកិតព្រោះជនទាំងឡាយមិនដែលប្រកបកសិកម្មក្តីពាណិជ្ជកម្មក្តីតែតែដោយទ្រព្យរបស់សេដ្ឋីតែគិតថាត្រកូលនេះឥតកូនឥតបងប្អូនទេគ្មានអ្នកណានឹងតឹងទាឬប្រចាប់យើងបានទេយាយតានេះចាស់ម្លេះហើយនឹងធ្វើអ្វីយើងកើតគិតដូច្នោះហើយក៏កិច្ចចេញទីតីរៀងខ្លួនសំបីទាសកម្មករដែលនៅក្នុងផ្ទះខ្លះយកនេះខ្លះយកនោះចូលចេញអត់ទៅសេដ្ឋីនៅតែ2នាក់និងភរិយាខ្លួនក៏ចាស់ចូលរាណាមនុស្សម្នាក់ក៏រត់ចេញអស់ណាត្ររបស់ក៏អស់រលីងត្រំពុំបានក៏លួចផ្ទះចុះទៅនៅក្បែរចិញ្ចែងនៃជនដតីរស់នៅដោយក្តីលំបាកវេទនាចិញ្ចឹមខ្លួនដោយសារការសំទានមានសភាពគួរឲ្យអាណិតអាសូរណាស់វិខោជាកូនដែលនៅភាវនាក្នុងព្រៃបានជ្រាបហេតុនេះជាដោយសារក្នុងមួយអង្គចេញពីវត្តចេតពុនទៅចម្រើនធម៌ព្រៃដែលក៏ត្រឡប់មកនគរសាវត្ថីវិញដោយមានបំណងនឹងសឹកដើម្បីបំរើមេដាបេដាដល់ផ្លូវបែកជាពីរគិតថាអាត្មាអញទៅតាមផ្លូវវត្តចេតពុនឬទៅតាមផ្លូវនគរសាវត្ថីក៏សម្រេចក្នុងព្រះតីថាទៅតាមផ្លូវវត្តចេតពុនហើយក៏ទៅថ្វាយបង្គំអ្នកមានបុណ្យដើម្បីស្ដាប់ធម៌ទេសនាព្រះសាសនាបានឃើញព្រះឧបនិស្ស័យនៃភិក្ខុកុលបុត្រនេះទើបព្រះអង្គពន្យានៅគុណនៃមេដានិងបិតាកុលបុត្រនោះស្ដាប់បានហើយជ្រះថ្លាក៏គិតថាអាត្មាស្មានថាលោកតែគ្រោះទៅបំរើមេដាបេដាបានឥឡូវនេះព្រះមេដាព្រះមានបុណ្យអន្តរញ្ញាណបានសម្ដែងថាសំបីបព្វជិតក៏បំរើមេដាបេដាបានដែរបើដូច្នោះអាត្មាអញមិនសឹកទេនឹងទៅបំរើមេដាបេដាទាំងភ្នោះក៏ដូច្នោះហើយក៏ទៅកាន់រោងស្លាបាននៅសាលាកផតផងសាលាយគូផងហើយស្ពាយស្វែងទៅរកមេដាបេដាឯក្រុងសាវត្ថីភិក្ខុកុលបុត្រនោះបានឃើញមេដាបេដាចោទចាចរិយាមានក្តីលំបាកវេទនាទាំងអរាស្រដីពុំរួចទើបឈរត្រឹងសម្លឹងក្នុងទីខាងមកស្រទឹកភ្នែករហាមតាមនេត្រាមេដាបេដាក៏ស្មានថា
chỉ lúc mà bên này bà tu thả xôm pre karana ni môn tu khai một tiệt trò tu bay có thả đôi chân nó có lúc nó trôi trần nâng có bề đa có ngọt có trôi một chật có là hai có dùng tông sông rai ti tây riêng luôn cục nia thì khó có là bốn nầu luôn luôn mía đa về đa atma thì nè nâng chân châm hai vô bao mô hột tử vô hòn mà chuồn bò đi phô cài hai trai tơ xoay bên này bà đầm bay trang luôn anh vì khó có là bốn này vòng ra mía đa cục cây tăng ở cứ ngu tật bánh chọc á hà bò cổ xâm liệp bông bè tật đai tật tật chả tăng cô cả xăm ni vía rìa trai riêng tử ra pro hai nô ta trong hàn bên này bà ọt khá nà chuồn còn chuồn khỏa chan luôn anh mình mồm bị khó nô có tàu chết càng scồm trôm riêng cài không bom ra ở bông mà đài bông miên ca chân tròn lại vì khó tương lại đơn ca này có ra bông công tu premin bon thả vì khó có lo bon này vừa nơi ta tiết tây yani bản tổng này prebarom này trong ai hào mặc dù trong ban chia vì khó có lo bon này chính cho mía đa bây đà tơ prasasra trong miền prapodika ta hà nè vì khó tương lại nè anh mua tha thân nơi không lâu đây ta tha có tao hai sớm bay ta tha có bị đầm có thọ lo prapran nơi chariya này đây cứ chia nè chính cho mía đa bây đà đây vì khó tương lại trong đơn popechariya rồi bao pre on có rồi ta nè tơ pre cho nên mía trong nam nơi tây ta ni tiền tha tây vì cái về mình vì khó tương lại không ca con lòng tao hai miền sông pôn này san mùi nè trai khang ai nè tầng chân là cô bị nè say miền sông pôn nè san mùi tiền nè trai khang nè tầng sông mùi miền mano pram rồi pro sản nè sản chia trong bom pi nè không sông teng pi chia xâm lạnh nè khné ba nè dây khné tăng pi khmei một thà dương chia đàn vong nè khné không kia đây dương miền côn pro sậy tao mong nè ta không sông nè trai khang ai man côn pro ai chmo thà tu cô pro con nô trâu cô tăng pi chân châm ra sản nè ta không sông nè trai khang nè bạn con trai ai chmo thà parika chmo pro niềng cát ai đo trai khang nè chôn tăng pi nô tu bảy các không cô nè ta có ất thưa panati bát sọ đó pen krom pen công lò mía đa bê đà riệp apvp oi trang bằng khom có trăm nơi chia môi khnia đôi chia va mây periye tay thả mình prom chlong ra một cái lẻ sọ đôi chia mo ha prom đôi chno chom ne ca mo khang còi tu cô bần đật nâng niềng parika là mía đa bê đà trên tờ bùa chia ấy sấy công nước khôn ashram bọt đa prean oi vasakam teo bột nị mới con ti chân này tăng mi kasamata trong con lanh đây tăng mi này cho pi prey hai mà tiền một chút cái niên nâng tân lấy con kia ấy xây tăng pi on trong pre tây chom ran meta phê bên này đòi anu hiện này xích đầy meta có sao xem mà được ba tây nô non prey bàn nô ba tây meta đã ân miền sát nà biệt biên kia lời hai trong rôm ashram ấy xây đòi cái đây tục chất trong này khang pre ân tang mo can ti bom ra ta bò tang pi ngay mùi trong pramal mơ khơi nở xích đây antarai này ta bò tang pi chia tham một chia khoa prane tép trong cho tâu chật tu cổ bằng đợt phật tu nở xích đây antarai krop ra cả hay ông vò xôm oi lục xem nở lục thọ đâm bay oi ban nở con mùi cron bom ra ta bò pum pron thơ nở amper nở pre ân thà bởi đây nó tôm lông trà cron ta tiếp ô tô niềng parika tam đòn có ban đây cả bò có prom tiếp tam tích đầy ông bò này pre ẩn kia nô po ti sa chro cha te vô lô mà cha pade sam thi khung tây này niềng parika lu con lang đọc hè niềng có praso bốn miền sắm bò đôi mía pro hai nô tơ ta bò chia ấy xây mía đa với đa son mô thả suvan san pua con ri tăng lại ban sầm rai cây chia mê năng nam po di sản tập ngu tập không chuồn nam lần từ lư phnom ít ăn đôi cả miền proca tên tên đô thmo harita miền nô sẽ là ai đo thmo đà vô mất sau miền nô sẽ là 100 tháng hai tôm nam nô đây khung
បណ្ណាសាលាវិញពោធិសត្វមានព្រះជន្ម16ឆ្នាំបានបួសជាឥសីមេដាបេដាទៅព្រៃដើម្បីស្វែងរកផលានុផលត្រឡប់មកវិញចិត្តដល់អាស្រមជួនជាមហាមេឃបង្អុរភ្លៀងដ៏ធំឥសីទាំងពីរចូលទៅជ្រកលើដំបូលក្រោមដើមឈើធំមួយត្រូវពួរវែកព្រោះពើចូលព្រះនេខ្វាទាំងពីរព្រះអង្គរាវរកផ្លូវចេញមកពុំឃើញក៏នៅជាទុកសឹកសួរក្នុងទីនោះគ្រានោះពោធិសត្វកាលបើបាត់មេដាបេដាក៏យាត្រាទៅរកស្រែកបង្គោលពៀពេញព្រៃតាបោះឮសំដីកូនក៏ឆ្លើយកាលបើកូនចូលមកចិត្តហើយក៏ប្រាប់ថាទីនេះមានមហន្តរាយពោធិសត្វស្ថិតនៅពីចម្ងាយហុចឈើច្រោះដ៏វែងឲ្យមេដាបេដាតោងចូលអំពីដំបូងរួចមកយំក៏យំសងសង្រេងសង្រៃដោយអាណិតមេដាបេដាហើយបែរជាស្អីវិញដោយគិតថានឹងបានបំរើមេដាបេដាជាប់មិនដាច់ចាប់ដើមពីថ្ងៃនោះមកសវណ្ណសាមទុកមេដាបេដាក្នុងអាស្រមទៅសន្សំមួផលាក្នុងព្រៃព្រឹក្សាជាប្រកដីព្រឹកលោកបោះលំនៅនៃមេដាបេដាហើយយកកណ្ដៀតក្អមចូលទៅក្នុងស្ទឹងមីកសមតាដងទឹកសម្រាប់មេដាបេដាឆានប្រើប្រាបំរើហើយទឹកពុកព្រះអសថៈនឹងហើយប្រកេនផលានុផលលូមេដាបេដាឆានឆ្អែតស្កប់ស្កល់ហើយទៅយកសំណល់មកឆានខ្លួនឯងហើយលាទៅស្វែងរកមូលបលាមានពួកមរើកចោលរំជាបរិវារចូលទៅក្នុងព្រៃព្រឹក្សាជាប្រកដីពួកកណរិតតែងនាំគ្នាមកគ្នាបែផលានុផលប្រកេនដល់ពោធិសត្វព្រះសវណ្ណសាមប្រតិបត្តិមេដាបេដាទំនងរៀងរាប់ដរាបសម័យនោះព្រះបាទបរិយាខាព្រះចៅក្រុងពេរិណសីសពរិហរតេចំពោះសាញ់មរឹកត្រង់ចូលទៅព្រៃហើយមកពៀនមានដល់បានដល់ស្ទឹងមីកសមតាត្រង់ទស្សនាឃើញសវណ្ណសាមមានពួកមរឹកដើរតាមកំពុងធ្វើមរឹកមួយគូឲ្យទន្ទឹមគ្នាដាក់ក្អមលើខ្នងវាយាត្រាមកកាន់កំពុងទៅត្រង់នឹងឆ្ងល់ថាគាត់នេះជាអ្វីទៅចាក់ក្រៃត្រង់បាញ់សំដៅទៅត្រូវព្រះសវណ្ណសាមត្រង់ចំហៀងខាងស្ដាំទលេទៅខាងឆ្វេងពួកមរឹកភ័យផ្អើលឲ្យទៅកាន់ទីផ្សេងពោធិសត្វនៅម្នាក់ឯងខំចង់ស្មារតីកំណត់ទៅហើយដួលបែរព្រះសិរទៅដែលមេដាបេដាគង់នៅស្រែកសួរថាលោកណាអើយបាញ់ខ្ញុំកំពុងដងទឹកសាច់ខ្ញុំនេះមិនជារបស់គួរស៊ីទេទាំងស្បែកខ្ញុំមិនជារបស់ដែលគេត្រូវការដែរតើលោកសម្គាល់ខ្ញុំដោយម្ដេចបានជាបាញ់ពោះឲ្យពួនព្រះបាទពយាខាទ្រង់ព្រះសម្ដាពាក្យនោះហើយទ្រង់ព្រះចិន្តាថាបរោះនេះអញបាញ់ដួលច្រងាញ់ម្លឹងហើយនៅតែមិនចេះអញថ្នមចិត្តអញនិយាយពាក្យជាគូជាទីស្រឡាញ់បើដូច្នេះអញចូលទៅមើលទ្រង់ព្រះចិន្តាយ៉ាងនេះហើយទ្រង់ចូលទៅមានព្រះរាជអង្គការថាខ្ញុំជាព្រះរាជារបស់អ្នកដែនការស្រីឈ្មោះពរិយាខាចូលអ្នកជាអ្វីជាបុណ្យណាព្រះពោធិសត្វថាទូព្រះបង្គំឈ្មោះសាមជាអេសីថ្ងៃនេះទូព្រះបង្គំដល់មកមច្ចរាយហើយសូមត្រង់ទូចូលទូព្រះបង្គំទូលព្រះរាជទានដំណេរត្រាំក្នុងឈាមរបស់ខ្លួនមានព្រួយមុតពីខាងស្ដាំធ្លាយទៅខាងឆ្វេងមានជាងពូចេញតាមមាត់ចាប់ពើណាព្រះអង្គអើយព្រះអង្គបានជាសួរព្រះអង្គរឿយថាស្ដេចក៏បានជាបាញ់ហើយពួនតើព្រះអង្គសម្គាល់ទូព្រះបង្គំថាគួរបាញ់ដល់ហេតុដូចម្ដេចព្រះជាថាមរឹកមកចំមុខព្រួញរបស់ខ្ញុំហើយផ្អើលបលអត់ទៅព្រោះហេតុនោះទៅខ្ញុំបានខ្ញុំខឹងខ្ញុំបាញ់ទៅពោធិសត្វថាតាំងពីខ្ញុំព្រះអង្គដឹងក្តីមកពុំដែលឃើញមរឹកណាសូម្បីជាសត្វសាហាវក្នុងព្រៃដែលឃើញខ្ញុំព្រះអង្គហើយតតស្លូតរត់ចេញទៅទេសូម្បីកណរីទាំងឡាយជាសត្វកំឡាយមានការភ័យខ្លាចច្រើនក៏មិនដែលឃើញខ្ញុំព្រះអង្គហើយតតស្លូតដែរតែងតែត្រេកអរជាមួយគ្នាកាលបើដូច្នេះតើមរឹកណាដែលឃើញព្រះអង្គហើយតស្លុតទៅព្រះជាថាមនីតាមរឹកមិនដែលផ្អើលនឹងអ្នកមែនហើយ
lẽ băng vậy nhom trơ tê cái đây cao nên tê cái đây cao nên tê cái đây lô phe cướp xong cỏ tơ ban chia bánh nè một pì na nó na pra oi nè một đòn tơ ban chia nè một đòn từng misamata ni bởi sa tha xôm trongព្រះមេត្តាព្រមមេដាបេដានៃទូព្រះបង្គំជាមនុស្សvàទូព្រះបង្គំចិញ្ចឹមលោកក្នុងព្រៃដងទឹកដើម្បីលោកអ្នកមានគុណទាំងឡាយនោះបានជាមកដល់ស្ទឹងនេះស្រដីបានតែប៉ុណ្ណេះក៏ពើសាបទួញយំថ្លែងយកបំគួរឲ្យអសូរថាឲ្យមេដាបេដាជាទីគោរពរបស់កូនអើយលោកមានជីវិតយ៉ាងយូរណាស់ត្រឹម6ថ្ងៃប៉ុណ្ណោះព្រមមានត្រឹមតែភោគជន់ផលានុផលងងឹតងងើយរយទឹកពុំបានមុខជានឹងស្លាប់ដោយឥតទឹកពុំខានឡើយព្រះអង្គអើយព្រះអង្គការត្រការស្រណីមិនជាសេចក្តីទុក្ខធ្ងន់របស់ទូព្រះបង្គំទេមានតែការខានឃើញមេដាបេដាទៅជាសេចក្តីទុក្ខធ្ងន់ដល់ក្រៃលែងរបស់ទូព្រះបង្គំឲ្យមេដាបេដាម្លេះសំលោកនៅកំព្រាទួញយំសវរតិនទិវាអវេលាដល់អង្វែងរីងស្ងួតហើយលោកអើយរីងស្ងួតហើយដោយស្ទឹងកែប្រាំងអឥតទឹកឥតអាហារស្លាប់ទាំងវេទនាបបិព្រះរាជារត់តែយកទូព្រះបង្គំផ្ញើពី3ដងគួរផងច្របាច់ផងទៅលោកលួស្កលអោថ្មនេះខ្ញុំនៅឯនេះម្លេះសំលោកឆ្ងល់ហើយទន្ទឹមចាំផ្លូវបើតែយូរបន្តិចទៀតមិនឃើញខ្ញុំទៅម្លេះសំនឹងលោកដើរចម្រាប់ដងហៅសត្វដងព្រៃបបិព្រះចាក្រីការខានឃើញជនខ្វាទាំងពីរនេះជាសតិពីរដែលញ៉ាំងហារតីនៃទូព្រះបង្គំឲ្យញោមញ័រយ៉ាងខ្លាំងទូព្រះបង្គំនឹងស្លាប់ឥឡូវនេះពុំខានព្រះបាទព្រះយកាថាមនីសាមអ្នកគុំយំខ្លាំងពេកមេដាបេដាអ្នកនៅត្រង់ណាខ្ញុំនឹងចិញ្ចឹមនៅជនទាំងនោះឲ្យដូចជាអ្នកឯងដែលធ្លាប់ចិញ្ចឹមលោកយ៉ាងនោះសវណ្ណតាមថាបបិព្រះរាជាផ្លូវចូលតែជើងមនុស្សម្នាក់នៅខាងក្បាលដំណេកនៃទូព្រះបង្គំនេះព្រះអង្គយើងបន្តិចទៅនឹងឃើញខ្ទមមេដាបេដានៃទូព្រះបង្គំនោះសូមត្រង់ចិញ្ចឹមមេដាបេដាទីនោះផងបបិមហារាជាធំក្នុងដែនកាសែទូព្រះបង្គំសូមថ្វាយបង្គំព្រះអង្គមេដាបេដានៃទូព្រះបង្គំជាមនុស្សខ្វាសូមព្រះអង្គទ្រង់ចិញ្ចឹមឲ្យទានសូមថ្វាយបង្គំព្រះអង្គសូមផ្ដាំផ្ញើនឹងព្រះអង្គសូមព្រះអង្គជម្រាបនៅការថ្វាយបង្គំចំពោះមេដាបេដារបស់ទូព្រះបង្គំផងសវណ្ណតាមជាអីសីកំឡោមានរូបស្របលអឆាតឆាយលោកស្ដាយមេដាបេដាដែលខ្លួនត្រូវខានឃើញយ៉ាងនេះចាប់ពាក្យតែប៉ុណ្ណោះក៏សន្លប់ទៅដោយកម្លាំងថ្នាំពើព្រះបាទព្រះយកាហាក់ដូចជានឹងបែកព្រះអរាព្រះទ្រង់ព្រះកន្សែងប្រកបដោយសេចក្តីករុណាមានប្រការចម្រើនថាអាត្មាអញធ្លាប់យល់ថាមិនតន់ចាស់មិនតន់ស្លាប់ទេស្រាប់តែឃើញសវណ្ណសាមនៅកំឡោះស្រាប់តែស្លាប់ឥតដឹងខ្លួនមុនសោះទើបអាត្មាអញដឹងនៅដំណើរនៃសេចក្តីស្លាប់នេះថាមិនចាំបាច់ដល់ចាស់ទេអោសាមអើយអ្នកត្រូវសោជោគដោយថ្នាំពើហើយនៅតែនិយាយចៃរ៉ែទៀតអាត្មាអញមកជាចននៅរូបពំខានអាត្មាអញឥតមានសេចក្តីសង្ស័យក្នុងដំណើរនេះទេព្រោះទារុណកម្មដែលអាត្មាអញធ្វើនេះជាទោសឲ្យផងអាក្រក់អកាដ៏វែងបើនៅតែក្នុងស្រុកប្រកបជាពួកអ្នកស្រុកទេដៀលអញតែទោះបីនៅក្នុងព្រៃឥតមនុស្សទេដៀលក៏ដោយក៏គង់អញជាមិនរួចពីនរកដែរគ្រានៅទេវធីតាព្រះនាមសុទ្ធរីនៅនាភ្នំកន្ទមៀតបានឃើញដូច្នោះក៏គិតថាបើអាត្មាអញមិនទៅក្នុងទីនោះសំជាសវណ្ណតាមនឹងវិនាព្រះបាទព្រះយកានឹងបែអរាមេដាបេដាឥតអាហារនឹងរីងស្ងួតស្លាប់គិតហើយក៏ចូលប្រញាប់ប្រាប់ថាបបិទ្ធមហារាជព្រះអង្គបានធ្វើឲ្យនៅបាបដ៏ធ្ងន់ធ្ងរព្រោះជនទាំង3អ្នកគឺមេដាបេដានិងបុត្រដែលជាបុត្រឥតប្រទោសសោះ
ព្រះបានសម្លាប់ដោយព្រួយតែមួយសូមត្រង់មកឯខ្ញុំនឹងពន្យល់ឲ្យរួចពីនរកបានទៅកើតក្នុងសុគតិភពសូមព្រះអង្គចិញ្ចឹមនៅជនខ្វាតទាំងពីរនាក់ដោយធម៌ពុំខានទៅបានរួចខ្លួនព្រះបានព្រះយេខានុកំពុងតែត្រង់ព្រះពេលឡារៀបរាប់ស្រាប់តែឃើញទេវតាប្រាប់មកប្រាប់ក៏ចាប់ក្អមទៅកណ្ដៀតឆ្ពោះទៅទិទឹកសិនទៅដល់អាស្រមបននៃតបជាមេដាបេដារបស់ព្រះសវណ្ណសាមទុគោតបលើសន្ធឹកជើងក៏សួរថាសូជើងនោះណានោះណដែលមកនេះពិតជាសូជើងមនុស្សតែមិនមែនសូជើងសាមទេត្បិតសាមតែងដើរថ្នមដាក់ជើងស្រាណែអ្នកឯងជាអ្វីហ្នឹងព្រះបាទព្រះយេខាថាខ្ញុំជារាជារបស់ពួកអ្នកដែលការតែឈ្មោះបរិយាកាទុគោតបស្ដាប់ស្គាល់ជាក៏ធ្វើកិរិយារាទៈដោយវាចាស្វាគមន៍បពិតមហារាជព្រះរាជដំណើរមករបស់ព្រះអង្គល្អហើយបពិតព្រះរាជាផលានុផលនេះគឺជាទម្លាប់មកបែនធូរ៉េនប្រគំមានរូបឯមដោយទឹកខ្មុំអាត្មាសន្សំទុកទីនេះជាមួយគ្នាសូមត្រង់សោយផលានុផលមានរសឆ្ងាញ់ពិសាតាមសពវិហារតីខាងមានទឹកត្រជាក់សូមត្រង់ដងយកសោយផងចុះព្រះរាជាសួរថាលោកទាំងពីរជាមនុស្សខ្វាមិនអាចធ្វើឃើញអ្វីក្នុងព្រៃទេចូលនរណាប្រមូលផលានុផលមកប្រកេនទុគោតបថ្វាយព្រះពោធថាកូនអាត្មាភាពឈ្មោះសាមបានស្វែងរកផលានុផលនេះមកឥឡូវនេះវាទៅដងទឹកប្រហែលបន្តិចទៀតវាមកដល់ហើយព្រះរាជាថាសាមដែលជាក្មេងកំឡោះមិនទៀបមិនខ្ពស់ជាមនុស្សមានរូបល្អគួរគយគុណមានសក់ខ្មៅវែងមានចុងទនវន្តនោះខ្ញុំសម្លាប់ហើយនាងបរិកាមានសេចក្តីទាំងផ្អើក្នុងអរាមានវាចាថាទុកមិនបានទេទុកចិត្តមិនអោយរំជួយចំពោះបរិសម្លាប់កូនប្រុសតែមួយបានទេដែលចិញ្ចឹមយើងងងឹតក្នុងព្រៃនោះដូចម្ដេចបានទុគោតបថាយ៉ាងនឹងមែនហើយតែថាបណ្ឌិតទាំងឡាយសរសើរសេចក្តីមិនក្រោធព្រះបាទព្រះយេខាថាលោកពោទៅត្រូវតាមធម៌លោកគោរពខ្ញុំទុកលោកជាមេដារបស់ខ្ញុំការដែលជនទាំងពីរអន្តោលខ្លាំងឲ្យព្រះបាទព្រះយេខាជូនទៅត្រង់ក៏នាំជនទាំងពីរនោះទៅដល់កន្លែងដែលសវណ្ណតាំងដួលទៅលើដីខ្សាច់ដូចជាព្រះច័ន្ទធ្លាក់មកលើផែនដីតបោះអេតេស្ទាបអបុតញរន្ធលសពពីងកាយបន្លឺនៅសំណោកសោកស្ដាយជាអានៃប្រការឯនាងបរិកាបានប្រកាសសច្ចវិចាថាក្នុងការមុនសាមនេះជាអ្នកប្រព្រឹត្តធម៌ជាអ្នកប្រព្រឹត្តព្រហ្មចារ្យជាអ្នកពលពាក្យទៅជាអ្នកបំរើមេដាបេដាជាអ្នកក៏ក្រែងនៅតកោរៀមច្បងជាអ្នកជាទីស្រឡាញ់របស់ខ្ញុំជាងជីវិតដោយពាក្យពិតនេះសូមឲ្យថ្នាំពើសាបរលាបដោយអំណាចកុសលដែលខ្ញុំផងដែលបេដារបស់bàឯងផងដែលbàឯងផងបានធ្វើឲ្យសូមឲ្យថ្នាំពើសាបរលាបទៅឯតកោតបក៏ប្រកាសនៅសច្ចវិចាដូចគ្នាដែរចំណែកខាងនាងសុតេរីទេវធីតាប្រកាសនៅសច្ចវិចាថាខ្ញុំនៅអាស្រ័យលើភ្នំកន្ធមាត្រអកាលដ៏យូរអង្វែងហើយឥតមាននរណាដទៃជាទីស្រឡាញ់ដោយពិសេសរបស់ខ្ញុំជាងសាមទេដោយការពោលនៅពាក្យសច្ចៈនេះសូមឲ្យពើរបស់សាបរលាបទៅលោកចាប់សច្ចកិរិយានៃជនទាំងនោះសាមជាមេដាសាមជាតបកំឡក៏ក្រោកឡើងភ្លៀងបាត់ឈាមបាត់ស្នាមពីរាងកាយជំងឺទាំងឡាយក៏ជ្រះត្រឡាដូចជាទឹកហូរចេញពីកញ្ចក់ស្លឹកឈូកដូចឆ្នោដោយអនុភាពនៃទេវតាក៏ហេតុទាំង4យ៉ាងនេះគឺ
ការជាជ្រះស្រឡាចារោគនៃពោធិសត្វមួយការបាននៅភ្នែកភ្លឺឡើងវិញនៃមេដាបេដាទាំងឡាយមួយការរះឡើងនៃព្រះអរុណរាការមានប្រកបក្នុងអាស្រមបុណ្យនៃទាំងនៃជនទាំង4នាក់មួយបានសម្រេចព្រមគ្នាសវណ្ណសាមានក្តីស្រស់ស្រាយរីករាយជនទាំងនោះថាសេចក្តីចម្រើនចូលមានដល់លោកទាំងឡាយក្នុងខ្ញុំក្រោកដោយសួស្តីហើយសូមលោកទាំងឡាយកុំខ្សឹបខ្សួលឡើយថាហើយក៏ពលវាចាស្វាគមន៍ជាសំដីគួរសមចំពោះព្រះបាទព្រះយេខាដោយកិរិយារាតែគួរឲ្យជាជាប់មេត្រីព្រះបាទព្រះយេខាថ្លែងព្រះអង្គការថាខ្ញុំអង្គវិញអង្គវ័នផនស្មារតីងងឹតសពទិទីឥតយល់អ្វីដោយក្តីទុកចិត្តព្រោះបានឃើញសាមស្លាប់ហើយឥឡូវនេះលោករស់វិញដោយខ្ញុំសូមយកលោកជាទីពឹងសូមលោកជាទីពឹងរបស់ខ្ញុំព្រះសវណ្ណសាមសម្ដែងធម៌ទូលមានព្រះរាជាថាសត្វណាចិញ្ចឹមនៅមេដាបេដាដោយធម៌ទេវតាទាំងឡាយតែងរក្សានៅសត្វនោះបណ្ឌិតទាំងឡាយតែងសរសើរនៅសត្វនោះបបិទ្ធព្រះបាទព្រះយេខាសូមព្រះអង្គប្រព្រឹត្តនៅធម្មចរិយាព្រមមេដាបេដាបបិទ្ធព្រះរាជាព្រះអង្គបានប្រព្រឹត្តនៅធម្មចរិយាចំពោះមេដាបេដាក្នុងលោកនេះហើយនឹងទៅកាន់ឋានសួគ៌ពុំបានបបិទ្ធព្រមបបិទ្ធមហារាជសូមព្រះអង្គប្រព្រឹត្តនៅធម្មចរិយាចំពោះបុណ្យនិងភរិយាចំពោះមិត្តនិងអាចារ្យចំពោះសត្វពាហនៈនិងបាវព្រាវចំពោះអ្នកស្រុកនិងអ្នកនិគមទាំងឡាយចំពោះអ្នកដែលនិងអ្នកជនបទទាំងឡាយចំពោះសាមណេរនិងព្រមទាំងឡាយចំពោះមរិកបាសីទាំងឡាយបបិទ្ធព្រះរាជាលុទ្រង់ប្រព្រឹត្តធម្មចរិយាក្នុងលោកនេះហើយទ្រង់នឹងទៅកាន់ឋានសួគ៌ធម្មចរិយាដែលទ្រង់ប្រព្រឹត្តល្អហើយតែងនាំមកនៅសេចក្តីសុខបបិទ្ធមហារាជាសូមព្រះអង្គប្រព្រឹត្តនៅធម្មចរិយាព្រោះទេវតាឥន្ទ្រព្រំទាំងឡាយដែលបានទៅកាន់ឋានសួគ៌ក៏ព្រោះតែធម្មចរិយាដែលខ្លួនប្រព្រឹត្តល្អហើយនេះឯងសូមព្រះអង្គកុំប្រែឆ្វេងនឹងធម្មចរិយាឡើយព្រះពោធិសត្វថ្វាយដំបូងមានដល់ព្រះរាជាយ៉ាងនេះហើយទៅថ្វាយសិល5ទៅទៀតសម្ដេចព្រះពុទ្ធនាថព្រះយេខាទទួលដាក់លើព្រះសិរសាថ្វាយបង្គំវាទៅកាន់កណ្ឌកោពិរិណសីព្រះចក្រីទ្រង់រក្សាសិល5ជាប់មិនដាច់សម្រេចរាជកិច្ចដោយទោះពិតរាជធរដល់រាជដល់អាយុហបរិយោសនៈទ្រង់បានទៅកើតក្នុងឋានសួគ៌ទេវលោកចំណែកពោធិសត្វតែងគោរពប្រតិបត្តិមេដាបេដាព្រមទាំងខំបំរើមេត្តាភេវនាត្រាតែបានសម្រេចនៅអភិញ្ញាណនិងសមាបត្តិជាមួយគ្នានឹងមេដាបេដាថានៅដល់អស់ជនអាយុសង្ខារក៏បានទៅកើតក្នុងព្រហ្មលោកជាមួយគ្នាទាំង3ព្រះអង្គហោងព្រះអង្គសម្ដែងវិចិត្រមាទ្រង់នាំព្រះធម៌ទេសនានេះមកសម្ដែងហើយទ្រង់មានព្រះពុទ្ធកាថាមនាភិក្ខុទាំងឡាយការចិញ្ចឹមមេដាបេដាជាវងប្រពៃណីនៃអ្នកប្រាជ្ញទាំងឡាយហើយទ្រង់ប្រជុំជាដកថាព្រះរាជាព្រះយេខាក្នុងការនោះគឺជាភិក្ខុអនន្តៈក្នុងការឥឡូវនេះជានាងទេវធីតាគឺជាភិក្ខុនីលបវណ្ណាព្រះអិនគឺជាភិក្ខុអនុរុទ្ធបេដាគឺជាមហាកតបៈមេដាគឺជាភិក្ខុផតេកាបេឡានីឯសវណ្ណសាមជាបណ្ឌិតពិតជាអង្គអញតថាគតជាព្រះសម្មាសម្ពុទ្ធនឹងឯងហងចូលសវណ្ណសាមជាដល់ទី3ដោយសង្ខេប